សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយមានចំណងជើងថាព្យាយាមយកកូនតែមិនបានសម្រេចតើគួរទៅជួបគ្រូពេទ្យនៅពេលណាមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំស្រីៗយើងដែលកំពុងតែចង់បានកូនតើគួរព្យាយាមយកកូនក្នុងរយៈពេលប៉ុន្មានទើបត្រូវទៅជួបគ្រូពេទ្យដើម្បីពិភាក្សាពីរឿងមានផ្ទៃពោះពិតណាស់មិនថាស្រីៗយើងឬស្វាមីទេពិតជាអន្ទះសារមិនខានក្រោយព្យាយាមយកកូនច្រើនខែឬដល់ឆ្នាំហើយនៅតែមិនអាចយកកូនបាននោះចំណុចទី1មិនអាចបង្កកំណើតបានមានន័យយ៉ាងម៉េចការមិនអាចបង្កកំណើតបានមានន័យថាស្រីៗយើងមិនអាចមានផ្ទៃពោះបានក្រោយការព្យាយាមយកកូនអស់រយៈពេល1ឆ្នាំរួចមកសម្រាប់ស្រីៗយើងមានវ័យ35ឆ្នាំឡើងគឺគិតក្រោយពេលព្យាយាមយកកូនអស់រយៈពេល6ខែមិនសម្រេចដូចគ្នានេះដែរស្រីៗយើងដែលអាចមានផ្ទៃពោះតែមិនអាចរក្សាគភ៌បានក៏អាចថាមិនអាចបង្កកំណើតបានដែរដើម្បីអាចមានផ្ទៃពោះបានត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួនដូចខាងក្រោមចំណុចករាងកាយស្រីៗត្រូវបញ្ចេញស៊ុតមេជីវិតញី1-2ក្នុងអូវាចំណុចខស៊ុតត្រូវធ្វើដំណើរឆ្លងកាត់បំពង់ដៃស្បូនទៅកាន់ស្បូនចំណុចកមេជីវិតឈ្មោលត្រូវចូលទៅក្នុងស៊ុតដើម្បីបង្កកំណើតចំណុចខស៊ុតដែលបង្កកំណើតត្រូវតែភ្ជាប់ទៅនឹងផ្នែកខាងក្នុងនៃស្បូនក្នុងករណីដំណើរការនេះមានបញ្ហាក៏អាចធ្វើឲ្យមានបញ្ហាមិនអាចបង្កកំណើតដែរចំណុចទី2បញ្ហាមិនអាចបង្កកំណើតជាបញ្ហាខាងស្រីតែឯងការលើកឡើងបែបនេះមិនត្រឹមត្រូវនោះទេបញ្ហាមិនអាចបង្កកំណើតបានក៏អាចមកពីខាងប្រុសដូចគ្នាការសិក្សាបានរកឃើញថា1/3នៃបញ្ហាមិនអាចមានកូនបានកើតឡើងដោយបញ្ហាខាងស្រីហើយ1/3ផ្សេងទៀតកើតឡើងពីបញ្ហាខាងប្រុសនិង1%ទៀតកើតចេញពីដៃគូទាំងពីរឬបញ្ហាមិនអាចកំណត់អត្តសញ្ញាណបានចំណុចទី3តើពេលណាគួរទៅជួបគ្រូពេទ្យអ្នកជំនាញជាច្រើនបានលើកឡើងថាក្រោយពីព្យាយាមយកកូន1ឆ្នាំហើយនៅតែបរាជ័យស្រីៗយើងគួរទៅជួបគ្រូពេទ្យហើយចំណែកស្រីៗមានវ័យ35ឆ្នាំឡើងក្រោយព្យាយាមយកកូន6ខែមិនបានសម្រេចគឺត្រូវទៅជួបគ្រូពេទ្យដែរហើយឱកាសមានផ្ទៃពោះសម្រាប់មនុស្សស្រីយើងមានការធ្លាក់ចុះយ៉ាងខ្លាំងពី1ឆ្នាំទៅ1ឆ្នាំបន្ទាប់ពីឈានចូលដល់វ័យ30ឆ្នាំបញ្ហាសុខភាពមួយចំនួនក៏អាចធ្វើឲ្យស្រីៗយើងជួបបញ្ហាមិនងាយមានផ្ទៃពោះនិងគួរតែទៅជួបគ្រូពេទ្យដូចគ្នាចំណុចករដូវមិនទៀងទាត់ឬគ្មានរដូវចំណុចខឈឺចាប់ខ្លាំងពេលមករដូវចំណុចកសាច់ដុះក្នុងស្បូនខុសទីតាំងអាចមានអាការៈឈឺចាប់ចំណុចខជំងឺរលាកអាងត្រគាកចំណុចងរលូតកូនច្រើនជាងម្ដងជាការល្អបើគ្នាយើងអាចជួបពិភាក្សាជាមួយគ្រូពេទ្យមុនពេលព្យាយាមយកកូនដោយសារថាគ្រូពេទ្យអាចជួយណែនាំវិធីសាស្ត្រជួយឲ្យយើងមានសុខភាពល្អនិងតិចនិចខ្លះៗដើម្បីអាចបង្កកំណើតបាន